អនាគតដឹងជាថៃហើយអញ្ចឹងយើងមកមើលទាំងអស់គ្នាមកលេងភាគការថាតើទៅថ្ងៃអនាគតទៅយើងអាចនឹងខ្លាយទៅជាសេដ្ឋីឬក៏អ្នកមានសុខស្ដំអត់អូខេអញ្ចឹងយើងមកមើលទាំងអស់គ្នាមាន3ស្លឹកឲ្យរើសស្លឹកទី1ស្លឹកទី2ហើយនិងស្លឹកទី3អញ្ចឹងបើយើងធ្វើសមាធិឲ្យរើសបានហើយយើងទៅស្ដាប់ចម្លើយទាំងអស់គ្នាសម្រាប់ដែលអ្នកគាត់រើសស្លឹកទី1ចាំមើលថាអនាគតមិនដែរមានអត់ខ្លាយទៅជាសេដ្ឋីឬក៏អីអត់ចាអូនេះខកបាក់មកឃើញច្បាស់លាស់ហ្មងវាប្រាប់ថាអ្នកដែលរើសស្លឹកទី1ហ្នឹងនិយាយទៅកន្លងមកហ្នឹងណាធ្វើការអត់មានបានសម្រាប់អត់មានបានដេកពួនអីទេមកធ្ងន់ណាស់និយាយទៅនេះបៀហ្នឹងគឺ10ស្លឹកគឺអោបទាំង10មានន័យថាទាំងបញ្ហាទាំងលុយកាក់ប្រើទាំងកម្លាំងញើសឈាមកាយចិត្តហ្មងដើម្បីរកលុយចិញ្ចឹមជីវភាពឬក៏អីចឹងណាតែវាប្រាប់ថាការខំប្រឹងយើងហ្នឹងណាវាមិនអាសាបងទេវាបានផលមកវិញគាត់តែបើកស្លឹកដំបងមកគឺតែចាស់តែចង់ហ្មងគឺ Ace of Pentacle មកដសានមកមានន័យថាអីដែលយើងខំប្រឹងប្រែងទាំងអស់ហ្នឹងនេះអូយស្លឹកលុយមកហើយស្លឹកដសានមកហ្នឹងមានន័យថាអនាគតអាចនឹងខ្លាយទៅជាសេដ្ឋីលំដាប់កំពូលឬក៏មានគេឈ្មោះខ្លាំងអញ្ចឹងណាព្រោះអីដសានមកហ្នឹងគឺមានណាគេក៏ស្គាល់ដែរអញ្ចឹងសម្រាប់អ្នកដែលគាត់ហើស្លឹកទី2មើលថាមិនដែរអញ្ចឹងណាតាណាគាត់មានសល់មានអីអូនេះ Ten of Pentacle Two of Pentacle និយាយទៅតាក់ទងជាមួយនឹងរឿងលុយកាក់ឡើងមកសិតតែលុយហ្មងណោះវាប្រាប់ថានិយាយទៅ Ten of Pentacle ហ្នឹងគឺមកបៀទាំងអស់មកបៀមកហ៊ូហ្នឹងគឺស្លឹកហ្នឹងខ្ពស់ជាងគេតាក់ទងជាមួយរឿងលុយកាក់អាចនឹងលក្ខណៈថាអនាគតយើងមានផ្ទះនៅធំត្រូវស្អាតស្ដុកស្ដំមានលុយចេញចូលប្រវល់ឬក៏អីចឹងណាព្រោះអីគាត់បាក់មកឃើញមានវត្ថុស័ក្តិសិទ្ធិអ្នកគាត់តាមថែសារគាត់តាមឲ្យចឹងមានន័យថាអាចនឹងមនុស្សមានបុណ្យច្រើនមានកុសលតាក់ទងជាមួយនឹងរឿងទ្រព្យរឿងអីចឹងណាអ្នកដែលបានលក្ខណៈថាដែលបានឃើញរឿងស្លឹកហ្នឹងអញ្ចឹងអាចនឹងមានឱកាសឲ្យនិយាយទៅអត់នៅពិបាកអីតាំងពីក្មេងមកក៏ជីវភាពមិនពិបាកអីដែរមើលទៅរៀងធូរធារដែរកើតមកគាត់ថាចង់ទិញអីទិញចង់ញ៉ាំអីញ៉ាំបាននិយាយទៅចង់អីបាននឹងអញ្ចឹងណាអ្នកដែលគាត់រើស្លឹកទី2ថ្ងៃអនាគតទៅគឺអត់មានខ្វះអីទេអញ្ចឹងយើងមកបន្តសម្រាប់អ្នកដែលគាត់រើស្លឹកទី3ថាតើទៅមើលថាអនាគតគាត់អាចនឹងមានឬក៏សុខស្ដំឬក៏មិនដែរអញ្ចឹងណាអូខេឃើញបាក់មកនិយាយទៅអាចនឹងអ្នកគាត់រើស្លឹកទី3រៀងប្លែករៀងខុសពីអ្នកដែលគាត់រើពីស្លឹកមុនបន្តិចអញ្ចឹងណាតែតជាមួយនឹងរឿងលុយកាក់ហ្មងគាត់ថាអាចនឹងមានល្មមមកចាយល្មមមកនៅនិយាយទៅគាត់ហៅថាមធ្យមទៅបង្គួរអញ្ចឹងណាมันមានខ្លាំងតែក៏វាអត់ពិបាកខ្លាំងខ្លាណាស់ដែរវាអាចនឹងត្រូវការចំណាយលក្ខណៈថាបានលុយចូលមកហើយចំណាយចេញទៅវិញវាជីវភាពវាមធ្យមល្អបង្គួរអញ្ចឹងណាបានទៅនេះទៅនោះលក្ខណៈថាវាល្មមមានមុខមានមាត់នៅក្នុងសង្គមដែរអត់ទៀបឬក៏អត់អីពិបាកវេទនាអីទេ